Ok ទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យយើងអាចសរសេរកូដ C ឬមួយក៏ C++ បានទីមួយទាំងអស់គ្នាត្រូវចូលទៅ download កម្មវិធីមួយដើម្បីយកមកសរសេរកូដតែទាំងអស់គ្នាបើក Chrome ទាំងអស់គ្នាមកឬមួយក៏ទាំងអស់គ្នាប្រើ browser ផ្សេងអាចប្រើ browser ផ្សេងមកចឹងទាំងអស់គ្នាទៅ download កម្មវិធីមួយឈ្មោះថា Dew C++ download ទាំងអស់គ្នាវាយអញ្ចឹងមកពេលហ្នឹងទាំងអស់គ្នានឹងឃើញ link ពីរតែទីមួយវាគឺជា Dew C++ download official website អាមួយនេះគឺយើងអត់ download ទេដោយសារតែបើសិនជាអ្នកនរគ្នា download Dew C++ ពីកន្លែងនេះអ្នកនរគ្នាត្រូវ install compiler ដាច់ដោយឡែកមួយផ្សេងទៀតប៉ុន្តែយើងអត់ចង់បានអញ្ចឹងទេគឺយើងចង់យកទី2នេះព្រោះថាទី2នេះគឺវាមាន compiler វាមកមួយហើយស្រាប់អញ្ចឹងអ្នកនរគ្នា download តាអានេះមកគឺទាំងអស់គ្នាអាចសរសេរកូដបានមកចឹងបើអ្នកនរគ្នារក URL អត់ឃើញទេខ្ញុំនឹងដាក់ URL ហ្នឹងនៅក្នុង description video ចឹងអ្នកនរគ្នាបើកមើល description video ទៅនឹងឃើញ URL ហ្នឹងអ្នកនរគ្នាគ្រាន់តែ click មកនឹងដល់ហ្នឹងចឹងអ្នកនរគ្នាចុចលើពាក្យថា download មកចឹងយើងចាំវាបន្តិចវានឹង download បានដោយសារតែវាដូចជាអត់ធំអីមែនទេដល់ពេលដែលយើង download ចប់យើងនឹងតេស្តថាតើយើងអាចសរសេរC ឬមួយក៏ C++ បានអត់អញ្ចឹងឥឡូវយើងបាន download ចប់ហើយអ្នកនរគ្នាចុចលើសញ្ញា download ហ្នឹងមកហើយចុច folder ហ្នឹងមក show in folder អញ្ចឹងយើងឃើញថាទីតាំង download របស់យើងវាຕົកមកនេះអញ្ចឹងអ្នកនរគ្នា right click មកតោះមកយកពាក្យ open ឬមួយក៏ double click លើវាក៏បានដែរហើយយើងយកពាក្យ yes មកតមកទៀតវានឹងចាប់ផ្ដើម install អាហ្នឹងហើយកន្លែងនេះយើងយក OK មកយកពាក្យ agree យើងចុច next មក install អូខេអញ្ចឹងវាចាប់ផ្ដើម install របស់ដែលយើងត្រូវប្រើប្រាស់នៅក្នុងហ្នឹងអញ្ចឹងពេលអ្នកនរគ្នា download គឺយើងអត់ចាំបាច់បាក់ទេគឺ download យកតែDew C++ ហ្នឹងមួយយើងអាចសរសេរ C ឬមួយក៏ C++ បានដែរអញ្ចឹងសាលាខ្លះគ្រូគឺអាចរៀនIDE ផ្សេងគាត់អាចប្រើជា code block ឬមួយក៏ប្រើជាខ្ញុំភ្លេចបាត់ហើយអីខ្លះដូចជា code block ឬមួយក៏ botland អីយ៉ាងហ្នឹងប៉ុន្តែខ្ញុំ recommend ប្រើ Dew C++ ហ្នឹងទៅដោយសារអាហ្នឹងវាស្រួលប្រើដែរអញ្ចឹងឥឡូវយើងបាន install ចប់ហើយចុច finish អញ្ចឹងទោះបីជាគ្រូប្រើអីក៏ដោយក៏ប៉ុន្តែពេលយើងរៀនកូដ C វានៅតែ C ដែរទេវាអត់មានអីជាបញ្ហាទេចឹងអ្នកនរគ្នាជ្រើភាសាមកយកអង់គ្លេសមកហើយយើងចុច next ហើយចុច OK មកអូខេអញ្ចឹងយើងបាន install Dew C++ ហ្នឹងជោគជ័យហើយឥឡូវនេះយើងចង់ដឹងថាតើយើងអាចសរសេរកូដ C បានអត់អញ្ចឹងអ្នកនរគ្នាឃើញទាំងលើឃើញពាក្យ file ទាំងអស់យើងនឹងបង្កើត program hello world មួយដើម្បី run ថាតើយើងអាចកូដ C C program របស់យើង run ជោគជ័យអត់ចុះ file new យក source file មកដំបូងវានឹងទូចបន្តិចអញ្ចឹងយើងនឹងបង្កើត C hello world មួយអូខេខ្ញុំអាចចូលទៅយកអូខេខ្ញុំយក syntax វាមួយនេះអូខេយើងយក copy code នេះមកដើម្បីដឹងថាតើIDE ដែលយើង install ហ្នឹងវាបាន success អត់អញ្ចឹងបើវា print hello world មានន័យថាវាហូចរាល់ហើយ IDE ហ្នឹងគឺយើងអាចធ្វើការសេកូដ C បានអញ្ចឹងខ្ញុំចុច compile អញ្ចឹងដល់ពេលដែល compile វាឲ្យខ្ញុំ save អញ្ចឹងខ្ញុំសូម save ដាក់លើ desktop ខ្ញុំហើយខ្ញុំចង់ចូលទៅកាន់ folder lesson C programming ខ្ញុំដាក់ថា hello world អូខេហើយខ្ញុំចុច save program ហ្នឹងមក
ចឹងនេះគឺជា programming hello world ចឹងខ្ញុំធ្វើការ compile ម្ដងទៀតឲ្យអ្នកនរគ្នាមើលអូខេឃើញថាយើងឃើញផ្ទាំងខាងក្រោមនេះគេដាក់ថា error zone warning zone ចឹងមានន័យថា code យើងគឺអត់មាន error ទេចឹងអានេះយើង compile code ដើម្បីចាំថា code យើងមាន error មានអីអត់ហើយអាមួយនេះគឺយើង run យើងអាច run បានអូខេចឹងលើទាំងអស់គ្នាឃើញនៅកន្លែងនេះគេដាក់ថា hello world អញ្ចឹងមានន័យថាការ install IDE របស់យើងថ្ងៃនេះគឺជោគជ័យអញ្ចឹងបន្ទាប់ពីយើង install IDE ជោគជ័យហើយគឺយើងអាចសរសេរ code ហ្នឹងសរសេរ code C ឬមួយក៏ C++ បានដែរក៏ប៉ុន្តែនៅក្នុងពេលនេះគឺយើង focus ទៅលើ C សិនហើយពេលក្រោយគឺយើងនឹង focus ទៅលើ C++ ម្ដងចឹងសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានហើយបើសិនជាអ្នកនរគ្នាអាចធ្វើបានទេកុំភ្លេចលាវនៅ comment ខាងក្រោមមកចាំខ្ញុំជួយដោះស្រាយបញ្ហាឲ្យ